របៀបបង្កើត Gmail ឆ្នាំ2026ពុកម៉ែបងប្អូនចូលមកកាន់ YouTube មកបន្តមកទៀតគឺយើងចុចកន្លែងពាក្យ U ខាងក្រោមនេះពុកម៉ែបងប្អូនដើម្បីចូលទៅបង្កើត Gmail បន្តមកទៀតចុចកន្លែងពាក្យខាងលើគេ account នេះដើម្បីចូលទៅបង្កើត Gmail រួចហើយចុចកន្លែងសញ្ញាបូកខាងលើនេះដើម្បីចូលទៅបង្កើត Gmail ថ្មីវាកំពុងតែដំណើរការដើរហើយលោតមកដល់ត្រង់ចំណុចកន្លែងនេះគឺយើងចុចកន្លែងពាក្យ create account នេះពុកម៉ែបងប្អូនចុចតាមខ្ញុំមកដើម្បីបង្កើត Gmail ថ្មីបន្ទាប់មកគឺយើងចុចកន្លែងពាក្យខាងលើគេចំណុចខាងលើគេហ្នឹងមានន័យថាគឺយើងបង្កើត Gmail ផ្ទាល់ខ្លួនត្រង់ចំណុចកន្លែងនេះមានន័យថាគឺគេឲ្យយើងបំពេញឈ្មោះនាមខ្លួននិងនាមតកូលពុកម៉ែបងប្អូនបំពេញឈ្មោះរបស់ពុកម៉ែបងប្អូនមកខ្ញុំដាក់ឈ្មោះសិនពេលដែលបំពេញឈ្មោះរួចហើយចុចកន្លែងពណ៌ Q នៅខាងក្រោមនេះត្រង់ចំណុចកន្លែងនេះគឺគេយើងបំពេញខែឆ្នាំកណ្ដាលចំណុចទី1គឺដាក់ថ្ងៃទីចំណុចទី2គឺខែប្រអប់ទី3គឺឆ្នាំពុកម៉ែបងប្អូនដាក់តាមឆ្នាំខ្លួនឯងមកបំពេញខែឆ្នាំកណ្ដាលរួចហើយប្រអប់ខាងក្រោមហ្នឹងគឺគេឲ្យយើងរើសភេទចំណុចខាងលើគឺស្រីចំណុចខាងក្រោមគឺប្រុសបន្តមកទៀតចុចកន្លែង next Q ខាងក្រោមនេះពុកម៉ែបងប្អូនដើម្បីបន្តទៅមុខទៀតលោតមកដល់ត្រង់ចំណុចកន្លែងនេះគឺគេឲ្យយើងរើស Gmail តើយើងស្រឡាញ់ខាងលើឬខាងក្រោមបើយើងស្រឡាញ់ខាងលើរើសយកខាងលើស្រឡាញ់ខាងក្រោមរើសយកខាងក្រោមហើយបើចំណុចខាងក្រោមគេប្អស់បងប្អូននៅកន្លែងហ្នឹងគឺបើយើងអត់ស្រឡាញ់ Gmail ទេយើងអាចបំពេញសារថ្មីបានយើងមិនបាច់បំពេញទៀតទេគឺយើងរើសយកតែម្ដងរួចហើយចុចពាក្យនេះខាងក្រោម QQ នេះត្រង់ចំណុចកន្លែងនេះគឺគេឲ្យយើងបំពេញ password Gmail ហ្នឹងបងប្អូនបំពេញ password មកខ្ញុំបំពេញសិនពេលដែលបំពេញរួចហើយពុកម៉ែបងប្អូនកុំភ្លេចកត់ផងខ្លាចយើងភ្លេចមិនថា Gmail មិនថា password ងាយស្រួលយើង log in ចូលថ្ងៃណាមួយបំពេញរួចហើយចុច QQ ខាងក្រោមនេះលោតមកដល់ត្រង់ចំណុចកន្លែងនេះគឺគេឲ្យយើងបញ្ជាក់ Gmail ដែលយើងបង្កើតមិញណារួចហើយចុចកន្លែងពណ៌ Q ខាងក្រោមនេះដើម្បីបន្តទៅមុខទៀតបន្តមកទៀតគឺយើងអូសមកខាងក្រោមគេឲ្យអស់មកចុចកន្លែង QQ ខាងក្រោមនេះ agree វាកំពុងតែដំណើរការដើរហើយ Gmail របស់ខ្ញុំគឺបង្កើតបានហើយបងប្អូននេះឃើញនៅខាងលើគេនេះ